សួស្តីអ្នកនរគ្នានេះគឺជាផលិតផលរបស់ប្រក្រន model E1000 LSP ហើយកម្លាំងរបស់វាគឺ1800 វ៉ាត់ថាមពលផ្ទុករបស់វាគឺ1024 វ៉ាត់ម៉ោងអញ្ចឹងគឺមានរូបរាងបែបនេះយើងងាយស្រួលក្នុងការចល័តបំលាស់ទីបានតែម្ដងហើយសម្រាប់អាយុកាលថ្មគឺ3500 cycle អញ្ចឹងវាអាចប្រើប្រាស់បានរយៈពេល10ឆ្នាំឯណោះហើយរូបរាងខាងមុខគឺមានរូបរាងបែបនេះគឺជារុនដែលចេញភ្លើង 220V ដែលយើងអាចប្រើប្រាស់ជាមួយនឹងឧបករណ៍អេឡិចត្រូនិកផ្សេងៗហើយជារុន USB ដែលយើងអាចសាកទូរស័ព្ទឬកុំព្យូទ័រហើយនេះជា DC 12V ដែលយើងអាចសាកជាមួយឧបករណ៍ណាដែលប្រើ DC 12V បានដូចគ្នាហើយការប្រើប្រាស់គឺងាយស្រួលទេនេះគឺជារុនដែលយើងត្រូវការសាកបញ្ចូលតាមរយៈ solar ហើយខ្ញុំហៀងខាងនេះគឺយើងអាចសាកបានច្រើនប្រភេទតាមរយៈ solar អគ្គិសនីតាមឡានអីចឹងទៅហើយការសាកបញ្ចូលតាមរយៈអគ្គិសនីនេះគឺយើងសាកចូលលឿនទេតាមម៉ោងជាងប៉ុណ្ណោះហើយនេះគឺជា port ដែលយើងអាចតថ្មថែមបានគឺថ្មមួយ 3 គីឡូវ៉ាត់ម៉ោងអញ្ចឹងវា1800 វ៉ាត់មែនប៉ុន្តែយើងអាចបូកថ្មបន្ថែមមួយទៀតគឺ3000 វ៉ាត់ម៉ោងគឺវាធំណាស់គឺស្មើ3 គីឡូវ៉ាត់ម៉ោងដែលយើងអាចប្រើបានច្រើនឧបករណ៍តែម្ដងដូចជាម៉ាស៊ីនត្រជាក់ កំសៀវទឹកឆ្នាំងដាំបាយអគ្គិសនីផ្សេងៗហើយយើងអាច connect វាជាមួយនឹង app ដែលយើងអាចបញ្ជាបានឬក៏មើលទិន្នន័យទៅលើនឹងតាមវិការប្រើប្រាស់ទៅលើឧបករណ៍អ្វីខ្លះស៊ីវ៉ាត់ម៉ោងប្រមាណរយៈពេលប៉ុន្មាននេះគឺជាថ្មដែលយើងអាចតបន្ថែមបានអញ្ចឹងវាមានថាមពលផ្ទុក1024 វ៉ាត់ម៉ោងហើយយើងថែមថ្មមួយទៀត3 គីឡូវ៉ាត់ម៉ោងគឺវាបានសរុបទាំងអស់4 គីឡូវ៉ាត់ម៉ោងដែលយើងអាចប្រើបានច្រើនឧបករណ៍តែម្ដងហើយសម្រាប់ព័ត៌មានបន្ថែមមកសូមឆាតចូល page យើងងាយស្រួលក្នុងការផ្ញើ